សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានលំហាត់ត្រៀមប្រឡងមកដប់មុខវិជ្ជាជីវៈថ្នាក់ទី12ថ្មីមួយទៀតហើយលំហាត់លើនេះគឺប្លែកជាងរាល់ដងដោយសារតែរាល់ដងយើងដោះស្រាយតាក់ទងជាមួយនឹង molecule RNA មានចំនួន1បាទអញ្ចឹងលើកនេះ RNA របស់យើងមានរហូតដល់2ណាបាទតោះឥឡូវយើងទៅអានប្រធានលំហាត់ទាំងអស់គ្នាគេមានអង្កត់ RNA 2ដែលក្នុងនោះមាន nucleotide សរុប5400ចឹងនៅត្រង់កន្លែងនេះយើងដឹងថាជាទូទៅចំនួន nucleotide សរុបយើងតាងដោយ m ធំបាទអាហ្នឹងចំពោះលក្ខខណ្ឌ ADN មានតែមួយប៉ុន្តែនៅត្រង់កន្លែងនេះ ADN មានរហូតដល់2បាទចឹងកន្លែងនេះយើងតាងដោយ m សរុប m សរុបមានន័យថាយើងយក m អង្កត់ ADN ទី1បូកជាមួយនឹង m នៅក្នុងអង្កត់ ADN ទី2អញ្ចឹងមានន័យថា m1 បូក m2 ស្មើ m សរុបអញ្ចឹងកន្លែងនេះយើងអាចទៅសេបានថា m សរុបនេះគឺស្មើ5400បាទ5400ឬក៏យើងអាចទៅសេបានម្យ៉ាងទៀតយើងអាចទៅសេបានថា m1 បូក m2 បាទស្មើ5400បាទចឹងអាពីរហ្នឹងយើងអាចទៅសេមួយណាក៏បានដែរណាបាទប៉ុន្តែនៅក្នុងកន្លែងនេះគឺលោកគ្រូទៅសេរបៀបទី1នេះគឺ m សរុបនេះគឺស្មើនឹង5400ណាបាទដើម្បីយើងងាយស្រួលដោះស្រាយចំនួនស្វ័យតម្លៃទ្វេរបស់អង្កត់ ADN នីមួយៗចឹងយើងអានប្រធានលំហាត់តទៀតមកអង្កត់ ADN ទាំងពីរនេះដំឡើងទ្វេជាបន្តចឹងយើងអត់ដឹងប្រមាណដងបាទហើយវាមានចំនួនលើកស្មើគ្នាអញ្ចឹងលំហាត់នេះគេដាក់ជាលើកយើងគិតជាលើកមកបើសិនជាគេដាក់ជាដងយើងគិតជាដងមកណាបាទអញ្ចឹងអង្កត់ ADN ទាំងពីរហ្នឹងគឺវាដំឡើងទ្វេជាបន្តដែលមានចំនួនលើកនេះគឺស្មើគ្នាមានន័យថាទី1ក៏ស្មើប៉ុណ្ណឹងទី2ក៏ស្មើប៉ុណ្ណឹងដូចគ្នាទី1ទី2គឺស្មើគ្នាបាទហើយបង្កើតបាន ADN កូនមួយចំនួនដែលមានប្រវែងសរុបបាទ7.344 មីក្រូម៉ែត្រអញ្ចឹងនៅត្រង់កន្លែងនេះយើងទៅសេបាន L កូនសរុបនេះគឺស្មើ7.344 មីក្រូម៉ែត្របាទអញ្ចឹងពួកយើងចាំកាលណាគេប្រាប់ប្រវែងបាទគេប្រាប់ប្រវែងຂະຫນាតរបស់វាខុសពីណាណូម៉ែត្រឬក៏អមស្ត្រង់យើងអាចធ្វើការបំបែកវាហើយកន្លែងនេះបាទយើងអាចបដូរវាទៅជាណាណូម៉ែត្រឬយើងអាចបដូរវាទៅជាអមស្ត្រង់ក៏បានដែរណាបាទអញ្ចឹងយើងមើលកន្លែងសំណួរកនេះគឺសួរតកតងជាមួយនឹងចំនួនដំឡើងទ្វេរបស់អង្កត់ ADN មួយហ្នឹងវាដំឡើងទ្វេប្រមាណដងបាទអញ្ចឹងនៅត្រង់កន្លែងនេះយើងអាចប្រើរូបមន្ត m កូនសរុបនេះបាទ m កូនសរុបស្មើ m សរុបគុណនឹង2ស្វ័យគុណ n បាទអញ្ចឹងដោយសារតែលក្ខខណ្ឌចំនួនលើកបាទដែលអង្កត់ ADN មួយហ្នឹងវាដំឡើងទ្វេស្មើគ្នាអញ្ចឹងយើងអាចប្រើរូបមន្តនេះបានដើម្បីយើងរកចំនួនស្វ័យតម្លៃទ្វេអញ្ចឹងយើងទាញរក2ស្វ័យគុណ n វាស្មើ m កូនសរុបនេះបាទ m កូនសរុបចែក m សរុបបាទអញ្ចឹងនៅក្នុងលំហាត់របស់យើងនេះបំរាប់គេប្រាប់តែ m សរុបគឺ5400ហើយ m កូនសរុបនេះយើងអត់ទាន់ស្គាល់ទេប៉ុន្តែយើងអាចរក m កូនសរុបនេះតាមប្រវែងកូនសរុបនេះបានដោយសារលំហាត់ហ្នឹងគេប្រាប់ប្រវែងកូនសរុបបាទអញ្ចឹងយើងអាចប្រើប្រាស់រូបមន្តប្រវែងកូនសរុបនេះបាទស្មើ m កូនសរុបចេះហើយយើងចែក2មកគុណ 0.34 អញ្ចឹងយើងអាចប្រើប្រាស់ប្រព័ន្ធប្រវែងហ្នឹងដើម្បីយើងទាញរក m កូនសរុបអញ្ចឹងកាលណាយើងឃើញ m កូនសរុបនេះហើយយើងអាចរកចំនួនបាទអង្កត់ ADN មួយហ្នឹងវាស្វ័យតម្លៃទ្វេហ្នឹងឃើញបាទហើយសំណួរខគេឲ្យយើងរកប្រវែងនៃអង្កត់ ADN នីមួយបាទមានន័យថាយើងរកប្រវែង ADN អង្កត់ ADN ទី1អញ្ចឹងនៅត្រង់កន្លែងប្រវែងអង្កត់ ADN ទី1យើងតាំងដោយ L1 ស្មើ M1 ចែក2គុណ 0.34 បាទហើយប្រវែងអង្កត់ ADN ទី2យើងតាំងដោយ L តូច2ចេះមកស្មើ M2 ចែក2គុណ 0.34 បាទអញ្ចឹងយើងអាចរកប្រវែងអង្កត់
អាដិនទី1ឃើញហើយនឹងទី2ឃើញលុះត្រាតែយើងស្គាល់បាទ M1 ហើយនឹង M2 ជាមុនសិនបាទអញ្ចឹងនៅត្រង់កន្លែងហ្នឹងផងដែរសំណួរខនេះគឺគេប្រាប់បំរាប់បាទអញ្ចឹងគេដាក់ថាបើគេដឹងថាអង្កត់ A ដិនទី1មាននុយក្លេទីតលើសអាទី2ចំនួន600អញ្ចឹងនៅត្រង់កន្លែងនេះយើងអាចទៅសេបំរាប់ហ្នឹងបានពីរបៀបទី1យើងដាក់ថា M1 យើងតាងឲ្យចំនួននុយក្លេទីតសរុបនៃអង្កត់ A ដិនទី1អញ្ចឹងអាទី1នេះលើសអាទី2 M1 ស្មើ M2 បូក600ឬមួយទៀតបងប្អូនអាចទៅសេថា M1 ដក M2 ស្មើ600អញ្ចឹងអាពីរហ្នឹងយើងចង់ទៅសេមួយណាក៏ត្រូវដែរណាបាទបើសិនតែយើងទៅសេរបៀបទី1គឺយើងដោះស្រាយតាមវិធីជំនួសបើសិនតែយើងទៅសេរបៀបទី2 M1 ដក M2 នេះស្មើ600គឺយើងដោះស្រាយតាមវិធីចងជាប្រព័ន្ធសមីការណាបាទតោះឥឡូវយើងទៅមើលដំណោះស្រាយសំណួរកទាំងអស់គ្នាអញ្ចឹងសំណួរកគេឲ្យយើងរកចំនួនបាទលើកនៃស្វ័យតម្លើងទ្វេ ADN នីមួយឬក៏អង្កត់ ADN មួយណាបាទអញ្ចឹងបំរាប់ទី1គេប្រាប់ M សរុបគឺស្មើ5400ហើយប្រវែងកូនសរុបស្មើនឹង 7.344 មីក្រូម៉ែត្រអញ្ចឹងនៅត្រង់កន្លែងនេះបងអូនកុំបំបែកវាឆៅទៅជាណាណូម៉ែត្រយកបែបនេះបើសិនជាបងអូនបំបែកវាទៅជាបែបនេះដោយមិនបានប្រាប់គេអញ្ចឹងយើងអាចបាត់អស់មួយបន្ទុកណាបាទអញ្ចឹងមុននឹងបំបែកទៅជាណាណូម៉ែត្របានយើងត្រូវប្រាប់បន្តិចមកដោយ1មីក្រូម៉ែត្រស្មើនឹង10សេគុណ3ណាណូម៉ែត្របាទអញ្ចឹងនាំឲ្យប្រវែងកូនសរុបនេះស្មើ7344ណាណូម៉ែត្រអញ្ចឹងបន្ទាប់ពីយើងបំបែកຂະຫນាតវាហើយយើងទៅរក M កូនសរុបសិនបាទអញ្ចឹងដើម្បីរក M កូនសរុបតាមប្រវែងនេះយើងវិចារតាមប្រវែងធម្មតាមកដោយពីនុយ1ទៅនុយមួយទៀតមានប្រវែង0.34អញ្ចឹងគេបានប្រវែងកូនសរុបស្មើ M កូនសរុបចែកនឹង2គុណ0.34បាទអញ្ចឹងយើងធ្វើការបោះរក M កូនសរុបមកយើងទាញបាន M កូនសរុបនេះស្មើ 2L កូនសរុបចែក0.34ហើយយើងចំនួនលេខចូលបាទអញ្ចឹងយើងដោះស្រាយមកឃើញ M កូនសរុប43200អញ្ចឹងកាលណាយើងឃើញ M កូនសរុបហើយយើងអាចរកចំនួនស្វ័យតម្លឹងទ្វេបានណាបាទអញ្ចឹងយើងអាចពំណូលបាទយើងពំណូលអញ្ចឹងមកហើយនៅត្រង់កន្លែងនេះបើសិនជាគេសួរជាលើកបងអូនដាក់ជាលើកបើសិនជាគេសួរជាដងយើងដូរពីពាក្យលើកនេះទៅជាដងវិញមកប៉ុន្តែនៅត្រង់កន្លែងលំហាត់របស់យើងគេដាក់ជាលើកអញ្ចឹងយើងវិចារយើងដាក់លើកដែរណាបាទអញ្ចឹងយើងវិចារចំនួនស្វែងតម្លឹងទ្វេទាំងហើយយើងអាចដាក់ថាដោយអង្កត់ ADN នីមួយស្វែងតម្លឹងទ្វេ n ដងអញ្ចឹងអត់ដឹងប្រមាណដងវាបង្កើតបានអានឹងកូន2ស្វ័យគុណ n អញ្ចឹងបន្ទាប់ពីយើងវិចារប៉ុណ្ណឹងហើយយើងអាចទៅសេរួមមុន M កូនសរុបនេះបានណាអញ្ចឹង M កូនសរុបនេះស្មើ M សរុបគុណនឹង2ស្វ័យគុណ n អញ្ចឹងនៅត្រង់កន្លែងនេះគឺយើងចង់រកគឺយើងរកអានេះ2ស្វ័យគុណ n នេះបាទអញ្ចឹងយើងបោះគុណមកបានចែកយើងយក M កូនសរុបនេះចែកជាមួយនឹង M សរុបយើងចំនួនលេខចូលមកអញ្ចឹង43200យើងចែក5400មកបាន8បាទអញ្ចឹង8នេះយើងត្រូវទៅសេវាជាស្វ័យគុណអញ្ចឹង8យើងទៅសេជាស្វ័យគុណបាន2ស្វ័យគុណ3អញ្ចឹង2ស្វ័យគុណ n ស្មើ2ស្វ័យគុណ3អញ្ចឹងយើងទាញបាន n ស្មើ3បាទអញ្ចឹងយើងឆ្លើយចុងក្រោយមកដូចនេះអង្កត់ ADN នីមួយស្វ័យតម្លឹងទ្វេចំនួន3លើកបាទអញ្ចឹងយើងចប់សំណួរកយើងចូលដល់សំណួរខយើងរកប្រវែងរបស់អង្កត់ ADN នីមួយបាទអញ្ចឹងបំប្រាប់នៅត្រង់កន្លែងនេះគេមាននុយបាទនុយសរុបនៃអង្កត់ ADN ទី1គឺលើសទី2ចំនួន600អញ្ចឹងយើងអាចទៅសេបានថា M1 ស្មើ M2 បូក600បាទអញ្ចឹងយើងទុកចោលប៉ុណ្ណឹងសិនយើងមិនចាំបាច់ដាក់សមីការមួយអីទេយើងអាចទុកចោលប៉ុណ្ណឹងសិនបន្តមកទៀតយើងដាក់ថាដោយ M សរុបនេះគឺស្មើនឹង M1 បូក M2 ហើយ M សរុបគេប្រាប់5400អញ្ចឹងយើងចំនួនលេខចូលមកហើយ M1 នេះគឺយើងយក M2 បូក600ចំនួនចូលបាទ
ហើយនៅត្រង់កន្លែងខាងស្ដាំសញ្ញាស្មើនេះយើងអាចយក m2 បូកជាមួយនឹង m2 បាន2 m2 ហើយបូក600នេះយើងអាចបោះមកខាងឆ្វេងមកវាបានដកអញ្ចឹងបាន5400ដក600ស្មើ2 m តូចណាសំទោសស្មើ2 m m2 បាទអញ្ចឹងនៅត្រង់កន្លែងនេះយើងអាចទុកវាដដែលហើយយើងបោះរក m2 នេះមកអញ្ចឹងគេបាន5400ដក600ចែកនឹង2មកអញ្ចឹង m2 ស្មើ2400អញ្ចឹងកាលណាយើងឃើញ m2 យើងអាចរក m1 នេះឃើញណាអញ្ចឹងយើងមាន m1 ស្មើ m2 បូក600អញ្ចឹងយើងធ្វើការជួសលេខចូលមក m1 ឃើញ3000បាទអញ្ចឹង m1 ឃើញ3000 m2 ឃើញ2400អញ្ចឹងយើងអាចរកប្រវែងអង្កត់ ADN មួយឃើញបាទអញ្ចឹងនៅត្រង់កន្លែងនេះយើងចង់ទៅសេពំនូលប្រវែងឡើងវិញក៏បានមិនសរសេរក៏បានដែរណាដោយសារតែយើងវិចារប្រវែងមុននឹងហើយអញ្ចឹងនៅត្រង់កន្លែងនេះគឺលោកគ្រូដាក់យកមានន័យថា L1 គឺស្មើនឹង M1 ចែក2គុណ0ទី34អញ្ចឹងនៅត្រង់កន្លែងនេះពេលបងអូនចំនួនលេខសូមបងអូនចំនួនដោយប្រុងប្រយ័ត្នច្រឡំអញ្ចឹង M1 របស់យើងនឹងគឺស្មើ3000អញ្ចឹងប្រវែង1យើងយក M1 ចែកនឹង2គុណ0ទី34អញ្ចឹងយើងយក3000ចែក2មកហើយគុណនឹង0ទី34អញ្ចឹងយើងឃើញប្រវែង L1 នេះ510ណាណូម៉ែត្របាទហើយនឹង L2 យើងប្រើ M2 អញ្ចឹងយើងជួសលេខចូលមក L2 គឺស្មើនឹង408ណាណូម៉ែត្រអញ្ចឹងនៅត្រង់កន្លែងនេះដោយសារតែសំណួរយើងគេមិនឲ្យយើងគិតជាຂະຫນាតអីគេអត់បញ្ជាក់ប្រាប់អញ្ចឹងកន្លែងនេះគឺយើងយកណាណូម៉ែត្រណាបាទអញ្ចឹងលក្ខខណ្ឌកន្លែងហ្នឹងជួនកាលគេប្រាប់ឲ្យយើងគិតជាຂະຫນាតណាណូម៉ែត្រជួនកាលគេអត់ប្រាប់អញ្ចឹងយើងគិតជាណាណូម៉ែត្រធម្មតាហើយមួយទៀតបើសិនជាគេចង់ឲ្យយើងគិតជាຂະຫນាតផ្សេងគេនឹងបញ្ជាក់ប្រាប់យើងគណនាប្រវែងមក ADN មួយហ្នឹងគិតជាមីក្រូម៉ែត្រអញ្ចឹងទៅអញ្ចឹងយើងបដូរវាពីណាណូម៉ែត្រទៅជាមីក្រូអញ្ចឹងទៅណាបាទអញ្ចឹងចុងក្រោយយើងកុំភ្លេចដាក់ថាដូចនេះ L1 ស្មើ510ហើយ L2 ស្មើ408ណាណូម៉ែត្រណាបាទ